trong sập đá ở đằng đa lên nè bong bong ảnh mò kiri rôm lên bàn chân complete mưa video này từng óc kia tha ta nhưng ban first cam ở phía ấy class និង scam ភាពសบายសบายមិនដែរអញ្ចឹងមកមើលវីដេអូនេះទាំងអស់គ្នាចូលមកដំបូងគេហ្នឹងគឺខ្ញុំចាប់ផ្ដើមធ្វើម្ហូបញ៉ាំហើយដោយសារខ្ញុំទៅដល់ហ្នឹងដូចជាខ្ទង់រៀងថ្ងៃដែរបងអញ្ចឹងយើងចាប់ផ្ដើមធ្វើម្ហូបធ្វើអីញ៉ាំទៅអាំងសាច់យ៉ាងអីញ៉ាំអញ្ចឹងណាឈៀលរីលែកមើលទេសភាពជុំវិញហ្នឹងអញ្ចឹងទៅហើយចង់និយាយថាស្នាដៃខ្ញុំញ៉ាំបានមិនមែនញ៉ាំអត់បានគឺតែរូបស្រស់ស្អាតអញ្ចឹងណាសកម្មភាពដែលបងគួរធ្វើមុនដំបូងគេហ្នឹងគឺការធ្វើម្ហូបញ៉ាំចំគ្រួសារយើងនឹងឯងគឺសบายខ្លាំងមែនតើញ៉ាំបដាចាក់ភ្លេងបដាឈៀលខ្លាំងមែនតើតែម្ដងបូករួមជាមួយនឹងទេសភាពនៅហ្នឹងស្អាតណាស់ហើយដល់ពេលល្ងាច sunset the best តែម្ដងគ្រាន់តែសម័យក៏ចង់ទៅញ៉ាំអីនៅហ្នឹងហើយមើល sunset ស្អាតចឹងដែរកាត់មកពេលព្រឹកម្ដងនេះគឺជាពេលដែលខ្ញុំដើរមកកន្លែង sunset ដែលគេល្បីហ្នឹង sunset ស្អាតហើយនិយាយពីថាទេសភាពស្អាតមែនតើហ្មងអ្នកទាំងអស់គ្នានៅពេលដែលយើងមើលក្រុមចុះទៅអូសុទ្ធទៅដើមឈើឲ្យស្អាតហ្មងហើយនេះគឺហាងកាហ្វេដែលទាំងអស់គ្នាខ្ញុំបានចូលទៅ order កាហ្វេប៉ុន្តែពេលហ្នឹងទាំង system មកដល់ពេលទៅក៏អត់បាន order កាហ្វេទៅហើយគ្រាន់តែទៅដើរមើលលេងនៅហ្នឹងហើយគេមានកន្លែងឲ្យយើងថតរូបច្រើនហើយស្អាតច្រើនខ្លាំងមែនតើហ្មងហើយខ្ញុំទៅហ្នឹងលេងសប្បាយណាពិសេសគឺឆ្លុកវិញជាមួយនឹងទេសភាពនៅជុំវិញហ្នឹងហ្មងសុទ្ធទៅដើមឈើឲ្យខ្ពស់មេឃតិចអំណោយផលខ្លាំងមែនតើហ្មងនៅពេលដែលខ្ញុំទៅហ្នឹងហើយទៅដល់លើភ្នំហ្នឹងបងបាច់ភ័យថាមានអីញ៉ាំឯនៅលើហ្នឹងគឺមានគ្រប់ទាំងអស់ហ្មងស្អីក៏មានដែរមានតាំងពីមាន់ដុតមានតាំងពីម៉ាតលក់ផលិតផលរបស់ខ្មែរយើងមានតាំងហាងកាហ្វេមានអីទៅមានហាងច្រើនអញ្ចឹងពេលដែលទៅគឺអត់មានខ្វះអីញ៉ាំហើយកន្លែងអង្គុយគេក៏មានដែរហើយស្អាតទៀតហ៎ហើយនិយាយពីថាកន្លែងនេះបើអត់បានឡើងទេគឺស្ដាយហ្មងទេសភាពនិយាយពីថាស្អាត background ខ្ញុំមកពេលហ្នឹងគឺខ្ញុំ relax គឺ fresh ខ្លាំងមែនតើហ្មងសរុបមកសម្រាប់បងដែលគាត់ចិត្តធម្មជាតិអីអញ្ចឹងទៅហ្នឹងគឺត្រូវមាច់តែម្ដងនិយាយទៅឈរកន្លែងណាក៏ឃើញ view ស្អាតដែរអត់មាន block view យើងណាមិនថានៅខាងក្រោមឡើងទៅខាងលើ view ស្អាតទាំងអស់បន្ទាប់ពីខ្ញុំមើល view ឆ្អែតឆ្អន់ហើយខ្ញុំក៏បានចេញដំណើរបន្តទៅកាហ្វេសំរាមគឺនៅចិត្តសាលាដូងតែម្ដងអញ្ចឹងគឺខ្ញុំទៅហ្នឹងចំណេញហ្មងបានទៅតែទិញកាហ្វេញ៉ាំផងហើយដើរឈៀមើលសាលាដូងហើយមួយទៀតខ្ញុំក៏បានទៅលេងទឹកជ្រោះដំណាក់ទី1ដូចគ្នាដែរបើសិនជាបងចង់ដឹងថាតើខ្ញុំធ្វើសកម្មភាពអីខ្លះនៅសាលាដូងជាមួយនឹងកាហ្វេសំរាមនេះកុំភ្លេចមើលតភាគវីដេអូក្រោយអញ្ចឹងវីដេអូនេះគឺខ្ញុំសូមចាប់ត្រឹមនេះសិនអរគុណបងក៏ដូចជាអូនទាំងអស់គ្នាខ្លាំងមែនតើដែលតែងតែចូលចិត្តមើលវីដេអូរបស់ខ្ញុំកន្លងមកអរគុណច្រើនបាយបាយ